bật về sau đây nhầm buổi chia sọp hay chỉ chất 4 năm 4 ឆ្នាំបែបបានមិនសពដែរ bỏ vật ở đây bông bỏ màn thua tới bây giờ bay từ 400 sọp 3-400 សពតែសពបងដែរជួបរបៀបថាសពដែលប្របាក់ជាងគេ sọp vào bạ những cái miền trà nộp hết bông មានច្រើនប្រភេទទៀត sọp tròn co sọp của nạ trà cho sọp thưa ạt kiệt luôn ấy chia liệt năm giờ chưa mới tha sọp tài hào សពតែហោងគឺប្របាក់បូជាជាងគេ sọp tài hào អញ្ចឹងយើងចូលសាច់រឿងយើងតែម្ដងព្រោះគ្នាយើងខ្ញុំគិតថាធំឲ្យយើងអូសកាឡាវែងឆ្ងាយកើតទេយើងចូលសាច់រឿងទី1ហ្មងបាទណា មុននឹងចែកនៅសាច់រឿងរបស់ខ្ញុំបើចង់ចែកម្លែកខ្លះពីបុជាសពគណៈគុណចាស់គ្រប់ព្រះអង្គដែលកំពុងតែទស្សនានៅវីដេអូនេះផងដែរឲ្យគណៈគុណចាស់គ្រប់ព្រះអង្គបានដឹងឬក៏បានស្ដាប់បានស្គាល់នៅការបុជាសពនេះផងដែរដូចជាប្រិមិត្តដែលកំពុងតែស្ដាប់និងទស្សនាក្នុងរាត្រីនេះផងដែរការបុជាសពខ្ញុំគឺមានលក្ខណៈបែប2លក្ខណៈទី1បែបដែលហៅថាមេនបាទមេនលក្ខណៈទី2នោះគឺបុរាណហ្នឹងមិនបុរាណហ្នឹងគឺចាស់ពីដើមដែលគាត់ថាយកសពហ្នឹងទៅបូជាគឺជីកអណ្ដៅបុរាណខ្លះគឺជីកអណ្ដៅមិនកន្លះម៉ែត្របងកន្លះម៉ែត្រទៅក្រោមឬក៏យើងដាក់ខ្ជូងដាក់អោសក៏បានខ្ជូងក៏បានដែរប៉ុន្តែគេត្រូវមានតម្រូវឲ្យដើមចេកត្រូវមានដើមចេកបាទត្រូវមានដើមចេកកាត់ជា2ម៉ែត្រហ្នឹងធ្វើបាំងឡដើម្បីកុំឲ្យឃើញសភាពសពដែលភ្លើងកំពុងឆាបឆៃអញ្ចឹងបងបាទត្រូវបាំងវាអញ្ចឹងណាតែអត់មានកម្របគ្រប់ដូចឥឡូវទេអត់ដូចមែនទេបាទអត់ដូចមែនទេមែនគឺមានកម្របគ្រប់មានកំពង់សម្ាំងហុយឡើងលើបាទអញ្ចឹងទៅវាស្រួលបិទបាំងអញ្ចឹងទៅអត់ឃើញពេលដែលយើងបូជាសពបាទហើយមួយទៀតការបូជាសពបុរាណហ្នឹងគឺតសៃទាញដែលហៅថាតសៃទាញមិនបុរាណគឺគេបូជាបែបកាប់យកសពកាប់ជាក្រោមបាទយកសពមកកាប់ជាក្រោមដើម្បីកុំឲ្យតសៃទាញឬក៏កាប់ហើយឬក៏យកគល់ឈើហ្នឹងយកមកដាក់ពីលើកុំឲ្យតសៃទាញបាទគល់ឈើដាក់ពីលើមកដល់ពេលដែលវាត្រូវតសៃទាញគឺវាកោងចេះបាទកោងចេះប៉ុន្តែបើសិនជាដុតផ្កាទៅយើងដេកទៅដុតប្រហែលជាខ្ទង់កន្លះម៉ោងគឺទាញហើយបាទទាញជួនកាលលើកដៃឡើងលើចេះដៃឡើងលើបាទលើកដៃឡើងលើជួនកាលឡើងគួយខ្ងក់អញ្ចឹងបងមាត់ខំងើកអូខំភ្លើងហ្មងបាទខ្ញុំធ្លាប់ឃើញដល់សារអីចាស់ពីដើមនៅភូមិខ្ញុំគឺគាត់បូជានៅខាងបងភៃលវាតែថាភៃលវាហ្មងទៅបាទខាងបងភូមិភៃលវាហ្នឹងគឺបូជាខ្នងព្រែកឯងបងអត់មានឡយើងអត់មានអីទេបូជាខ្នងព្រែកអញ្ចឹងគឺគេជីកដៅខ្ទង់1ម៉ែត្រ8ឬក៏2ម៉ែត្រជាងបន្តិចតាមសភាពសពដែលវែងខ្លីដែលនេះចឹងណាបងបាទតមកគេដាក់ខ្ជូងនៅក្រោមហ្នឹងហ្មងគេជីកអូវាមួយប៉ុណ្ណេះអូហ្នឹងគឺសម្រាប់ឲ្យងើកឬក៏អណ្ដាតភ្លើងចូលនៅក្រោមខ្ជូងហ្នឹងឲ្យវាឆាប់ឆេះអញ្ចឹងគេដាក់ប្រេងគេដាក់ផេះនៅក្រោមហ្នឹងគឺគេចាប់មសុទ្ធចូលហ្នឹងហើយធ្វើម៉េចចឹងថាឲ្យវាមសុទ្ធហ្នឹងហាមជាប់មួយនឹងផេះហ្នឹងឲ្យវាកាត់ឆេះភ្លើងបានយូរអញ្ចឹងគេដាក់ចូលហ្នឹងហើយគេដាក់សពហើយចាស់ហ្នឹងអ្នកភ្លុកហ្នឹងដែលថាភ្លុកសម័យពីដើមហ្នឹងគឺគាត់ចាប់ដើមចាប់សពអង្វលកាប់ជង្គង់ហ្មងបាទបើកម្របមឈូសមកគឺចាប់ដើមសពអង្វលសពជង្គង់កុំឲ្យតែសាយទាញដល់ពេលខ្ញុំឃើញអញ្ចឹងហើយខ្ញុំសួរគាត់ថាមិនក៏ដាក់អញ្ចឹងគាត់ឆ្លើយថាកុំឲ្យតែសាយទាញជួនកាលឡើងអង្គុយខ្ងក់គាត់ខំងើកដៃវិញយ៉ាងងាងដូចកែបអញ្ចឹងជួនកាលគាត់ថាសពដែលគាត់បូជាអត់ដាក់អាលបាំងឡនេះហ៎អាលបាំងឡដើមចេកបាទគឺនៅលេតហ្មងគាត់ថាយើងជីកដៃកន្លះម៉ែត្រទៅក្រោមគឺសពសភាពសពហ្នឹងគឺនៅលើហ្នឹងឃើញទាំងអស់ហ្មងឆេះមិនយើងអស់វាអាក្រក់ភ្នែកមើលពេកអញ្ចឹងមើលពេកអញ្ចឹងពិបាកដល់ពេលបច្ចុប្បន្នឥឡូវគឺគេមានហើយនឹងប្រឆាវត្តឬក៏ឥឡូវកាន់តែតសម័យគឺមានឡកែះយើងឡកែះឬក៏ឡអគិសនីដែលថាយើងនិយាយចាំមកអគិសនី15នាទីបានឆ្អឹងហើយបាទចុះតាំងពីបងចូលនៅថាជំនាញបងបូជាសាកសពហ្នឹងតើសាកសពណាដែលបងឯងគិតថាគួរឲ្យខ្លាចជាងគេតែបងឯងធ្លាប់ជួបប្រទេសគួរខ្លាចជាងគេគឺសពចងកគួរឲ្យខ្លាចជាងគេបាទសពចងកពេលខ្លះយើងគ្រួសារសពហ្នឹងត្រូវមើលមុខសពចុងក្រោយអញ្ចឹងហើយយើងអ្នកមានគឺយើងអត់ទៅណាឆ្ងាយទេនៅបាទគឺនៅចិត្តហ្នឹងដែរបាទបើមិនក្បាលអំណេចសពឬក៏ចុងជើងសពយើងចាំក្រោមមឈូសវិញពេលយើងត្រូវបើកមឈូសឲ្យគេមើលមុខសពហ្នឹងគឺយើងត្រូវមើលមុនបាទយើងត្រូវមើលមុនគង់ក៏បើកខ្វាំងលៀនដាច់ទៅចងកបងអូមដាក់វិញអត់ចូលបាទចងកលៀនដាច់ដល់ពេលបើកខ្វាំងមកភ្នែកអញ្ចឹងភ្នែកខ្លះឈាមតាមភ្នែកបងឈាមតាមភ្នែកដាច់លៀនក្លិនបងគាត់ថាខ្ញុំឃើញក៏ភ្ញាក់ដែរមិនថាអ្នកបូជាសពទៅអត់ខ្លាចដូចគ្នាបងខ្លាចដែរបាទខ្លាចដូចភ្ញាក់ដូចគ្នាគាត់ថា
dương bao mà khoang dân tới chúng ta đã con liên vậy liên đấy này chiêm bạt chiếm ui được không hướng bạt chiếm chút dương sạc cho bọn tròn co sạc cho lại mục nó sạc slay chạy slay អូយហើយដល់ពេលអញ្ចឹងទៅបងទៅផ្ទះមានសម័យអត់បងដិតជាប់អារម្មណ៍អីអត់ bò từ bốn sọp đại trong thời bồ chia từ bốn cái cứ tròn co ở hàng phun pơ sọp bát tì sọp nè bồ chia đại con tròn co nó cứ tròn co chương khẽ sập lúc này mà តែចង់កមិនមួយជើងគេណា chương kè là sao đại con sống tu để tịch ơi con sẽ khởi nhiên យល់ប៉ុន្តែជើងខេតមិនបានត្រូវស្លាប់ chương chúng nhưng mình miên chúng cái bong miên chúng cánh chúng cái miên chúng cánh chúng chẳng cứ con đứt cho à bao chúng nó kiếp hoàng bay cánh chúng អង្គុយហ្នឹង bạn ơi liên đắn nó lần nó muốn អង្គុយ sai មកហើបគូតចឹងទៅ bạn có đặt cái ý dương côi dương thòm đá thằng bong cái ý dương bọc khiêu bọc khó ប្រហែលជាហឺតខ្សែចេះហ្នឹងទៅបានចង់កើត mình nhưng mà đăng tham mạch đai bạn ta tam đại của xa sọp đại quạt giấy máu cứ phân phiện máu cứ cho con nó cọp mà trường khẽ thằng mong ចង់អង្គុយតែយើងសម័យថាចង់អង្គុយចុះ từng mấy cốt cho mà một cái ý còn coi lực ý nó đọc cái lá chương một cái ý cứ liên đáp nó chọp nên là នឹងសពដបងមកបូជា sọp từ bốn đại bồ chia đại tha ơi thử bồ chia nó khangกับ pung pư tai về mà bồ chia nằng về khangกับ pung pư cái đăng khuôn mình ដឹងខ្លួនមិនដឹងខ្លួនមិនចឹង muốn là bố nó cứ nhâm thử bồ chia sọp nó ta khangกับ pung pư dương miên cái đà mà chu miên là cầm rong cá mà chốt ấy mà ta thay hai thôi បាទ bà dân ta bao cái đọc nằm sâu dương khang khai ta cái nó bỏ បាទ បើតដល់នំសូហ្នឹងគឺយើងត្រូវឈប់ហូបបាយកន្លែងហ្នឹងតែអត់តន់ឈប់ទេមួយអងឡានឈប់ហូបបាយតែហើយលោកអាចារ្យតែមកអូនហើយទៅផ្ទះវិញទៅសពដឹងខ្លួនវិញហើយ អូគេផ្លឹក បាទគេផ្លឹកប្រហែលជាខ្ទង់ចិត្តមួយថ្ងៃដែរហ្នឹងមិនផ្លឹកយូរដែរ អូផ្លឹកយូរដែរចាំបានគេរៀបចំមែន រៀបចំមាន តែនឹងសពមួយទៀតហ្នឹងមិនមែនសពដែលចង់កនិយាយមុនហ្នឹង បាទ ទេ ដល់បន្ទាប់មកយើងត្រូវអើយវេទៅមួយទៀតគឺទៅនៅភូមិ7ហ្នឹងហ្មងភូមិ7ដែលត្រូវតែចងកដំបងហ្នឹង ណា គេសពចងកដំបង តែដល់ពេលទៅដូចបើឲ្យឃើញទស្សនភាពហ្នឹងហ្មង ចូលមុនដំបងគឺខ្ញុំមិនដឹងហ្មងខ្ញុំមិនដឹងថាត្រូវធ្វើម៉េចហ្នឹងគាត់បើកខ្វាំងពុបចូលយើងសពហ្នឹងគឺរំកស៊ូ អូអាកស៊ូថ្លាហ្នឹង បើកស៊ូយើងហ្នឹងរំកស៊ូខ្លាហ្នឹងហើយយើងមិនបងយើងបើកកម្ោកមកដល់ពេលបើកកម្ោកមកយើងមិនត្រូវបើកអាកស៊ូហ្នឹងឲ្យគេមើលមុខសព បាទ តែត្រូវមានអាកណាត់មុខ នៅកណាត់កុំ ប៉ុន្តែខ្ញុំអត់បើកទេខ្ញុំបើកតែកស៊ូទេអត់ហ៊ានបើកទេព្រោះអាកណាត់ក្រោមមុខហ្នឹងគឺមានឈាមអីហ្នឹង អូយ គឺមានឈាមជាប់អាកណាត់សហ្នឹងឯហ្នឹងអញ្ចឹងខ្ញុំមិនហ៊ានបើកខ្ញុំដំបងគឺខ្ញុំញ័រជើងញ័រដៃមកខ្ញុំថាចុំលេងហើយមែនតើនេះញ័រជើងញ័រដៃថាហៅគ្នាខ្ញុំមកម្ដងទៀតនេះហើយឡើងមកម្ដងទៀតមកអញដូចអត់ស្រួលទេលេងឈាមតាមកណាត់សតាមភ្នែកអញ្ចឹងតែងឲ្យខ្លាចគេបើសពស្លាប់បាត់អីហ្នឹងគាត់និយាយថាអញ្ចឹងតែងីអត់ខ្លាចមិនហើយទ្រូងដំបងផងលេងបានដើរគេទៅតែហើយខ្ញុំក៏ចុះមកវិញអត់អស់ចិត្តចង់ដឹងហ្មងមិនក៏បានតែឈាមហ្នឹងឬក៏ឃាតកម្មអីផ្សេងអញ្ចឹងបងខ្ញុំមិនដឹងដល់ពេលហើយខ្ញុំឡើងទៅម្ដងទៀតអូនស្រីគាត់ហ្នឹងគឺបើកអាកស៊ូហ្នឹងហ្មងបើកអាកស៊ូសពហ្នឹងហ្មងបើកកស៊ូសពហ្នឹងខ្វាំងអាកវត្តអាកស៊ូហ្នឹងគ្រប់ចូលវិញ បាទ អូខ្លាចដែរ គ្រប់ចូលវិញហើយម៉េចបងគាត់អាបងទី2គាត់ហ្នឹងបើកម្ដងទៀតខ្វាំងឃើញអាក្រហមហ្នឹងទៀតបើម្ដាយគាត់មកបើកចុងក្រោយដែរគាត់បើកចុងក្រោយខ្វាំងមកគឺឈាមហូរឡើងកកអីហ្នឹងកកជាប់អាកណាត់សងហូរបាទឈោនេះឈាមហូរតាមនេះហើយដាត់លឿនស្លន់ឡើងស្លេកប៉ឹមហ្មងអាដាត់ចុងដាត់ឡើងខៀវ អូដាក់ជាប់អត់បានណារបៀប គាត់ខំជាប់គាត់ខំជាប់ដែរធម្មតាយើងបូជាទៅបូជាគឺពិបាកដុតមែនតើអត់តោងភ្លើងឯសពហ្នឹង អត់តោងភ្លើងរបៀបមិន អត់តោងភ្លើងរបៀបតែយើងបូជាទៅយើងថាយើងបូជាទៅយើងមិនបាញ់ប្រេងបង បាទ បាញ់ប្រេងអាមាត់ឡហ្នឹងអាមាត់ឡបូជាបាញ់ប្រេងទៅដល់ពេលយើងបាញ់ប្រេងទៅវាឆេះហើយវាឆេះតែប្រេងហ្នឹងវាឆេះតែអាកណាត់កស៊ូអាក្តាមឈូសសពហ្នឹងវាឆេះហើយប៉ុន្តែសភាពសពហ្នឹងគឺវាអត់ឆេះទេវាតោងភ្លើងទេ នៅដដែល បាទនៅដដែលនៅ រោល បាទស្បែកមនុស្សយើងកាលណាបើសិនជាមានភ្លើងគឺវាផុសហើយវាផុសឃើញសាច់ក្រហមសាច់វាខ្លាញ់ឲ្យលើណា បាទ បាទវាឃើញអាហ្នឹងហើយគឺយើងបាញ់ប្រេងចូលទៀតមេឃភ្លៀងបឡយមេឃភ្លៀងខ្ញុំក៏ចាប់ដើមយកអាដីដែលត្រូវបិទឡហ្នឹងយកមកបិទប៉ះអាមុខឡដែលត្រូវកុំឲ្យវាហុយ បាទ ហុយចេញក្រៅខ្ញុំក៏យកបិទហ្នឹងបាញ់ប្រេងដាក់អុសគ្រាន់អុសចង់2ម៉ែត្រយើង2ម៉ែត្រការ៉េ4ជ្រុង បាទ 2ម៉ែត្រការ៉េ4ជ្រុងដាក់ចូលឆាតែអុសអាសពហ្នឹងគឺអត់ឆេះបង ដូចរបៀបភ្លើងដោយភ្លើងសពដោយសពចឹងណាបងណា ឆេះហុយឆេះអស់អញ្ចឹងបាញ់ប្រេងទៀតឆេះទៀតខ្ញុំក៏អត់អស់ចិត្តមេខ្ញុំហ្នឹងគាត់ថាបងឯងដល់គួនតេតិចមក
đầu con tê đi mất ta chẳng ức ớt cá đấy nó ta hầm nâng nhóm តែ cô កូនតេចនេះគេបង con tê dương đã đốt nó tam sải tam khổng phế chứ bắt nó ghét hâu với bông pul ហ្នឹង pul đó đầu từ con tê nó ngọt tiệt ớt miên không bông miên nè miên ta ngọt nó cả vô máu bò trâu nó lo nó phốt bò trâu nó lo phải vậy mà tôi khỏi che là đáy che chừng che đáy dưới nó che đừng kẹp chừng mà tôi không bông vậy o mỏng thôi che mà cả nát nó sạch những che o ấy bàn tay liên tranh ăn mà mỏng អឺ bên trên những đường kẹp được hay chướng nó còn ngon đáy nữa chơi mò តែខ្លួន lót che ខ្លួនអត់ឆេះទៀត lót che bên nơi ta hầm chiều chiêu đó nè ខ្មៅរោហ្នឹងទៅ và tọt máu dương có chập đàm chừng thu quát nữa thằng thơ mất giúp thằng đào nè đã chừng thu hay đã phải hang cho tới mà tu khỏi bánh phèn tới che tam là nào đây តែដាក់ជើងធូបដាក់អស់មិនអត់យល់ đã chừng thu dưới thùng chừng thu quát đó ជើងធូបពេលគេហាយសពគេកាន់ណាបង បូជាទៅទាំងជើងធូបហ្នឹងបោះជើងធូបចូលភ្លើង xong chừng thu quát xong rồi chúng tôi đã bó người nhầm xong chừng thu đi bồ chia bằng ai nhá chẳng và thằng anh miền buôn rương bằng rương tim buôn nó cứ vẽ bù luôn này vẽ bù luôn này rương tim pi nó cứ nhầm bồ chia trong sọp tại hông ọt cả bà rương tim bay nó cứ nhầm đặt mà chú từ ta sọp rương tim buôn nó cứ pư snow cà mền តែសុំកាត់តិចបងមិញគ្រាន់តែលឺសាច់រឿងទី2មិញស្អីគេខ្មោចតែហោងអត់ក្បាលហ្នឹង បាទ ញាក់សាច់បាត់ហើយមិនបាច់ទៅស្ដាប់ទៅរឿងទេស្ដាប់ចំណងជើងនោះអស់បាត់អូខេតាបងជើញ បាទតែមុននឹងលើកសាច់រឿងឡើងនេះគឺខ្ញុំសុំទោសបាទសុំទោសដល់គ្រួសារសពដែលយករឿងបងមកនិយាយអញ្ចឹងតែសូមអភ័យទោសផងដែរដោយសារតែជាការពិតហើយការចែកម្លែកមួយដែលបត់ផ្សោតមួយដែល ដែលចង់ឲ្យទស្សនិកជនយើងបានដឹងបានឮតែប៉ុណ្្នឹងឯងបាទ តែសូមអត់បញ្ចេញភូមិទេតែខ្លាចប៉ះពាល់ដល់គ្រួសារនេះសពផងដែរ ចាចា បាទតែព្យួរខ្សែហ្នឹងគឺពីអ្នកកូនគាត់ បាទពីអ្នកកូនគាត់រហូតមកដល់ផ្ទះវិញពេលដែលគាត់ព្យួរមកវិញពេលដែលគាត់មកព្យួរខ្សែវិញគាត់ក៏ដេញកូនគាត់ទៅមួយទឹកហើយគាត់ក៏ហូបបាយគាត់ចាប់ដើមហូបបាយហូបអីហើយកូនគាត់ទៅមួយទឹកនៅបន្ទប់ទឹកហ្នឹងនៅបន្ទប់ទឹកនៅគៀនរោងបាយដែលគាត់នេះហ្នឹងដែលគាត់ត្រូវអត្តឃាតខ្លួនឯងហ្នឹងដល់ពេលហើយគាត់ហ្នឹងក៏ដេញកូនទៅមួយទឹកហើយគាត់ហ្នឹងចាប់ដើមធ្វើសកម្មភាពមួយដែលថាវះពោះខ្លួនឯង នៅក្នុងកន្ទប់ទឹកហ្នឹងបង អត់ទេនៅរោងបាយបង បាទនៅរោង បាទនៅរោងបាយគាត់វះពោះខ្លួនឯងហ្មងវះស្ទងប្រហែលជាថា2ម៉ែត្រប៉ុន្តែវាវងមូលពីទឹកសំទោសបងពីទឹកតែជាពីទឹកតែវាវងមូលពោះនេះគាត់ចាប់អាពោះហ្នឹងវះយកហើយយកអាសាច់ពោះហ្នឹងគាត់ហ្នឹងដាក់មកដុំអាសាច់ពោះដែលគាត់វះសាច់ពោះដែលគាត់វះគឺដាក់មកទុកមកដុំហើយគាត់ចាប់ដើមធ្វើសកម្មភាពគឺស្ទងប្រហែលជាចិត្តមួយអាមកាត់កងកាត់អាកូនកវត្តគាត់ទៅទិញយកមកពីផ្សារហ្នឹងគឺចាប់តេងមកកាត់ហើយដាក់ក្នុងបកីមកឡាយហើយដាក់កូនកវត្តហ្នឹងគាត់យកអាសាច់ដែលគាត់ត្រូវវះពោះហ្នឹងយកមកបិទខ្លួនឯងបិទកុំឲ្យចេញឈាមយល់ទេបងយកបាទយកអាសាច់ហ្នឹងយកមកបិទប្រឡោះអាផ្លែដែលគាត់វះហ្នឹងបិទប្រឡោះដែលគាត់វះហ្នឹងគឺបិទនៅហ្នឹងហ្មងបិទនៅហ្នឹងហើយគាត់ដើរទៅមុខផ្ទះគាត់ស្រែកថាហាអញខ្លាំងអញ្ចឹងណាដល់ហើយមីងមួយគាត់ស៊ីកតូលេខគាត់ឈ្មោះមិញរាតែគាត់ស្លាប់បាត់ហើយសុំទោសផងគាត់ស្លាប់បាត់ហើយអីគាត់ហ្នឹងគាត់ត្រូវមកស៊ីកតូលេខហ្នឹងនៅផ្ទះហ្នឹងហ្មងចាបាទនៅផ្ទះហ្នឹងហ្មងស៊ីកតូលេខហ្នឹងគឺគាត់មកដល់គាត់ត្រូវសួរអីអត់ឯងពួកឯងថៃនឹងឈាមហ្នឹងតែហើយគាត់ហ្នឹងក៏មើលអាវគាត់ចេះលាត់អាវនឹងមើលចេះអាវមើលហើយគាត់អត់មាននិយាយអីដែរគាត់ហាអញខ្លាំងអញ្ចឹងណាហើយមីងហ្នឹងដែលគាត់ឃើញហ្នឹងប្រភ័យហ្មងខ្លាំងហ្មងអូអត់កើតទេលេងចេញឈាមតាមពូហើយមានដើមវះខ្លួនឯងដល់ហើយគាត់ក៏ទៅប្រាប់ប្រពន្ធគាត់គាត់ទៅប្រពន្ធគាត់ថាទៅមកពីស្រែមិញហូបបាយមិញហើយនឹងមិនទៅកាត់ឡើងអញ្ចឹងហើយដល់កូនគាត់ឆោឡោចេញពីបន្ទប់ទឹកមកឃើញលាត់ពុះម៉ាក់ឪគាត់មើលហ្នឹងលាត់ពុះឪគាត់មើលស្រាប់តែឃើញដើមវះមែនដើមវះហើយនាំលឿឆោឡោពេញភូមិហើយគាត់ចាប់ដៃចាប់ជើងគាត់ហ្នឹងដាក់ទៅលើអាតេះទៅពេទ្យចាបាទចាប់អាតេះប៉ុន្តែសម័យមុនគឺជំនាន់មុនគឺអាតេះយើងគឺមិនបានអាតេះធំទេអាតេះទូចទេអាតេះអូសអើយនេះយោអូចេកអូអុយនេះបងមកអាតេះល្មអាហ៊ុញចេះហ្នឹងបាទអាតេះហ្នឹងបងដឹកអាតេះហ្នឹងហើយតែឡានពេទ្យហ្នឹងគាត់គឺរវល់ហើយគាត់ដឹកអ្នកជំងឺផ្សេងអញ្ចឹងណាដល់ពេលហើយចាំឡានពេទ្យនឹងពេកគាត់ដឹកយកអាតេះហ្នឹងដាក់សពយកដឹកហ្នឹងហ្មងដល់ពេលដឹកហើយយកទៅដល់វត្តហ្នឹងគឺអត់ស្រែកអីទេគាត់ស្រែកពីផ្ទះទៅហើយហ្នឹងធាក់ដៃធាក់ជើងថាញ់ខ្លាំងមិនណាធ្វើបានអញខ្លាំងមិនណាធ្វើបានទេស្រែកទៅដល់វត្តទៅដល់ខ្លងវាវត្តចាប់ដើមចូលក្នុងវត្តភ្លឹបគឺគាត់ឆ្ងាត់ឈឹងឲ្យដៃគាត់អោមធុងចេះដៃគាត់អោមធុងអញ្ចឹងហើយកូនគាត់តែជុំហើយប្រពន្ធគាត់គាត់តែជុំថាជួយផង
ជួយផងមករឿងនឹងកាត់ឡើងជួយផងមករឿងកាត់ឡើងអញ្ចឹងដល់ពេលហើយយើងក៏រុញទៅទៀតឲ្យខ្ញុំហ្នឹងនៅស្ទើដែរបងតែបានពេញកំឡោះណានៅរឿងស្ទើដែរហ្នឹងអញ្ចឹងក៏ចង់ដឹងរឿងក៏តាមទៅមើលពីក្រោយហ្នឹងទៅរហូតដល់មន្ទីរពេទ្យបង្អែកស្រុកហ្នឹងទៅដល់ហ្នឹងគឺមានខ្ទមអ្នកតាមួយគឺនៅពីមុខហ្នឹងដើមពេទ្យនេះដើម7ទឹកពីនៅពីមុខហ្នឹងគេណាបងហ្នឹងបាទដល់ពេលហើយគេឈប់សពនៅហ្នឹងឈប់ទុកអាដែលគាត់ត្រូវវះពោះហ្នឹងគឺទុកនៅហ្នឹងហ្មងអត់ឲ្យយកទៅព្រោះពេទ្យដឹងថាសពហ្នឹងវះពោះខ្លួនឯងព្រោះគេតេមកថាឲ្យយកមកដឹកសពហ្នឹងហ៎បងតែពេលដែលតេទៅហ្នឹងគឺគាត់ពូហ្នឹងក៏អត់តាមបានបាត់បង់ជីវិតទេនៅស្រែកបងថានៅស្រែកខ្លាំងហ្នឹងមិនណាធ្វើបានតែយើងដឹងហើយថាគាត់ដឹងតែអត់រស់ហើយបាទយើងដឹងបកាត់ពវៀនចេញបានអស់ពវៀនហ្នឹងគឺនៅក្នុងបកីហ្នឹងទៀតអូយពវៀនសំទោសពវៀនហ្នឹងគឺមិនដូចពវៀនជ្រូកពវៀនគោយើងទេក៏ប៉ុនក៏ដៃឡើងលឿងហ្មងជាប់ខ្លាញ់ឡើងលឿងជាប់ឈាមឡើងនេះហ្មងតែឃើញទៅព្រួយសវល់ខ្លះថាឃើញទៅពិបាកនិយាយហ្មងទស្សនភាពហ្នឹងគឺម្នាក់ជួនកាលខ្លះគេខ្យល់គោក៏ចូលដល់ខ្យល់គោហ្មងបាទចូលដល់ខ្យល់ជួយម្ដាយគាត់ដែលត្រូវនេះហ្នឹងគាត់ណាលឺថាកូនវះពោះខ្លួនឯងហើយដើរចូលក្នុងរោងបាយយកអាកវិតហ្នឹងគឺឃើញបកីហ្នឹងហ្មងឃើញក្នុងបកីពវៀនគាត់បកីគឺគាត់ឃើញខ្យល់សន្លប់ហ្មងបានកូនប្រុសគាត់មួយហ្នឹងដែលស្មារតីតែរឹងមាំតែថាទៅទិសជួដីមកគាត់ហ្នឹងគាត់គ្រាគាត់ចាប់ឪគាត់ហ្នឹងយកដាក់តេះយកទៅពេទ្យហ្នឹងបងគាត់ទៅដល់ពេទ្យហ្នឹងគឺអត់ទេថាអត់ខំទេបងវះពវៀនកាត់កង់ហើយបាត់ហ្នឹងហើយបាទរហូតទៅដល់ផ្ទះវិញគឺធម្មតាសពតៃហោងគឺគេអត់នេះទេអត់យកទេអត់បូជាទេគេចូលផ្ទះប៉ុន្តែគេអត់ទុកបូជាដល់ស្អែកឬក៏ទុក2-3ថ្ងៃអត់ទេបូជាភ្លាមបាទគឺបូជាភ្លាមហ្មងគឺយកមកដល់ទីហ្នឹងម៉ោងប្រហែលខ្ទង់6 ជាង 6 យប់បាទលុបហ្នឹងបងដល់ហើយយើងចាប់ដើមតឡើងមេនតឡើងអីចឹងទៅប៉ុន្តែសំទោសមេនហ្នឹងគឺមិនក្រុមខ្ញុំទេក៏ដែរខ្ញុំនៅស្ទើទេមេនហ្នឹងគឺអ្នកថុកអ្នកភូមិហ្នឹងហ្មងគេចាប់ដើមបូជាមេនហ្នឹងបូជាសពហ្នឹងដល់ពេលហើយធម្មតាក្មេងយើងចង់ដឹងចង់ឃើញចង់ឮយើងនឹងអង្គុយមើលហ្នឹងហ្មងនឹងអង្គុយមើលដល់គេចប់អង្គុយមើលដល់គេបូជាហើយចង់អស់ហើយយាយខ្ញុំក៏តាមដែរគេតាមថាអត់ឲ្យនៅទេតែសពហ្នឹងគឺសពតៃហោងដែលថាម៉ាត់តែយកចូលវះពោះខ្លួនឯងអញ្ចឹងក៏អត់ឲ្យមើលទេហើយយើងបូជាសពបន្ទាប់ពីបូជាចប់ហើយចន្លងបាន2ថ្ងៃ7ថ្ងៃគាត់7ថ្ងៃគេអត់ធ្វើធំទេគេធ្វើទូយកសង្កទានមកព្រឹកទេហ្នឹងហើយបាទគឺលងហ្មងចាប់ដើមហ្មងយាយខ្ញុំគាត់នៅលើផ្ទះតែជំនាន់នោះគឺអត់មានភ្លើងណាតចូលដល់ឥឡូវដូចឥឡូវទេនៅផាភ្លើងនេះយើងហ៎បងចង្គៀងភ្លើងចង្គៀងយើងម៉ាំងសុងអាប៉ុណ្ណនេះដាក់ប្រេងកាតបាទគាត់ដាក់បតោកនៅពីមុខផ្ទះហ្នឹងមួយហើយគាត់ក៏ចាប់ដើមបាច់ផេះពីមុខនៅមុខផ្ទះហ្នឹងបាច់ផេះកាលណាបើសិនជាសពហ្នឹងឬក៏បើសិនជាខ្មោចហ្នឹងលងមែនគឺដើមជើងមានដើមជើងបាទមានដើមជើងនៅជាន់លើផេះហ្នឹងហ្មងអញ្ចឹងគាត់រាយនៅពីមុខហ្នឹងចេះនេះរាយនៅពីមុខហ្នឹងខ្ទង់ប្រហែលជាមកច្រកចូលប្រហែល2ម៉ែត្រហ្នឹងគឺខ្ញុំក៏ចាប់អារម្មណ៍ដែរតែខ្ញុំសួរយើងថាយាយមិនក៏រាយឲ្យសពហ្នឹងអញ្ចឹងថ្ងៃនេះក្មេងកុំដឹងកុំចង់ដឹងខ្លាចខ្ញុំខ្លាចតែខ្ញុំចង់ដឹងដល់ពេលហើយសាប់តាខ្ទង់ប្រហែលជាម៉ោងចន្លោះម៉ោង10ជាងហើយខែភ្លឺស្ទង់ខែភ្លឺខ្ទង់ប្រហែលជា5-6កើតស្ទង់ទេខែភ្លឺហ្នឹងដល់ឆ្កែកោះមកហ្មងឆ្កែកោះពីជើងមកកោះលូហ្មងលូខ្លាំងហ្មងឬក៏មិនលូថាមិនលូអីនៅមួយកន្លែងហ្នឹងគឺលូដេញគ្នាហ្មងបងលូដេញពីជើងមកដេញមកប្រងហ្មងលូអូដូចឃើញអីឲ្យលូបដាគ្នាដាក់វេនគ្នាហ្នឹងលូថាឧទាហរណ៍ថាខាងបងឯងទៅលូដល់ពេលខាងបងឯងលូហើយគឺតបមកខាងខ្ញុំម្ដងលូហើយបានទៅបងបងចឹងលូបដិញនេះរហូតហ្នឹងហើយយើងចឹងចាំស្ទង់មើលហ្មងថាប៉ុណ្ណឹងថាចោលឬក៏ខ្មោចឯងគាត់ចាំស្ទង់មើលខ្លាចពេលហ្នឹងចោលវាឆ្លៀតអាកាសហ៎គាត់នៅចាំអង្គុយមើលគឺគាត់ឃើញហ្មងគាត់ឃើញច្បាស់នឹងភ្នែកគាត់ហ្មងគាត់ថាឃើញខ្មោចហ្នឹងអត់មកហៀងខ្លួនហ្មងឃើញថាមកហៀងខ្លួនទេមកហៀងខ្លួនយើងពីនេះទៅចេះអត់មកហៀងខ្លួនប៉ុន្តែជើងមានទាំងអស់ត្រឹមជង្គង់អត់មានខ្មោចអត់មានត្រឹមជង្គង់ទេអត់ជើងនិយាយទៅអត់ជើងពាក់កណ្ដាលនេះទៅក្រោមហ្នឹងគឺអត់មានជើងទេហ្នឹងវាត្រឹមជង្គង់ហ្នឹងឡើងលើហើយពេលដែលគាត់ផឹកដុំឡើងតែគាត់ត្រូវមើលហ្នឹងគឺអាដាមផេះហ្នឹងគឺដូចខ្ញុំជើងឆ្កែអញ្ចឹងនៅលើផេះហ្នឹងដូចខ្ញុំជើងឆ្កែហ្នឹងគឺចប់ចេះចប់បាទចប់ដូចជើងឆ្កែប៉ុន្តែមិនមែនជើងឆ្កែវាជើងឆ្កែយើងស្គាល់ច្បាស់មកថាមានម្រាមអីចឹងទៅតែអានោះចប់អានោះចប់ហ្មងគឺចប់ហ្នឹងគឺមិនមែនមានតែមួយឯងគឺមកជួទៅចេះចឹងទៅហើយឆ្លងទៅមកជួទៀតទៅដាមហ្នឹងហ្មងបងដាមជើងហ្នឹងហើយបន្ទាប់មកទៀតយប់ហ្នឹងទៀតអ្នកស្រុកអ្នកភូមិគេធ្វើទីងមងហ្មងទ
ធ្វើទីមងចុះចំណន់ហ្នឹងគឺបិជំនឿខ្លាំងមកគេជឿខ្លាំងថាទីមងវាអាច ប៉ុន្តែអ្នកស្រុកអ្នកភូមិបានដឹងឮថាគាត់ឡងវិញភូមិហើយទៅ បាទគាត់ដឹងហើយគាត់ដឹងថា គេដឹងគ្រប់គ្នា បាទអញ្ចឹងគឺយើងចាប់ដើមធ្វើទីមង បាទ ទីមងការពារកុំឲ្យចង្អាយវាចូលផ្ទះទី1កុំឲ្យចង្អាយចូលផ្ទះទី2វាការពារអាខ្មោចហ្នឹងកុំឲ្យលងការពារអញ្ចឹងហ៎បងដល់ពេលហើយយើងធ្វើទីមងធ្វើអីហើយអញ្ចឹងហើយថាធំខ្ញុំហ្នឹងគាត់ហូបស្រាគាត់អ្នកហូបស្រាតែចំណន់នោះគឺស្រាថ្នាំខ្លា11ខ្ញុំចាំណា បាទ ខ្លា11មួយកាយតែ200ទេ200លុយខ្មែរយើងហ្នឹង200ទៅ300ទេគាត់ហូបមុននឹងគាត់ហូបហ្នឹងគឺគាត់ថាចេះអើយអាចមើលយប់ហ្នឹងដឹងអាឡងខ្លាំងហើយគាត់ដឹងបងថាយប់ហ្នឹងដឹងតែឡងខ្លាំងហើយឥឡូវទី1ប៉ុណ្ណឹងហើយគឺយប់ទី2គឺកាន់អាឡងខ្លាំងហ្មងគាត់ហូបស្រាហើយស្រាប់តែហូបហើយគាត់ជីកង់មកដល់កន្លែងមុខផ្ទះទីមងគេធ្វើមានកវ៉ាត់ខ្លះមានកវ៉ាត់ខ្លះមានដបងចាំបាយមិនកវ៉ាត់មែនតេននេះគេថាកវ៉ាត់សបនិមិត្តកវ៉ាត់គេកាត់ធ្វើស្នោងគេធ្វើកវ៉ាត់មកដល់ហ្នឹងស្រាប់តែមកដល់ហ្នឹងទីមងហ្នឹងវាយក្បាលគាត់ស្រាប់មកដល់ហ្នឹងទីមងវាយក្បាលគាត់ប៉ាំងវាយក្បាលប៉ាំងគាត់ឈប់គាត់មើលអាណាគេវាយក្បាលឡើងគាត់មើលឆ្វេងមើលស្ដាំហើយគាត់អត់រស់ចិត្តទេអត់រស់ចិត្តគាត់ដើរមកក្រោយវិញគាត់ដើរម្ដងទៀតអាកទីមងកលេចហ្មងបង ងាកហ្មង បាទអាកទីមងហ្នឹងគឺកលេចមកចេះកលេចមកចឹងហើយគាត់អត់នៅចាំយូរគាត់វាយទីមងខ្លាំងហ្មងវាយម៉ាត់យោរហូតដល់ហើមដៃខ្លួនឯង ដូចគាត់និយាយមុនផឹកមែនណា បាទគាត់ថាយប់ទី1ប៉ុណ្ណឹងហើយគឺយប់ទី2គឺកាន់តែខ្លាំងទៀតបាទដល់ពេលហើយវាយហើយគាត់ទៅផ្ទះរហូតដល់យប់ទី3គឺខ្លាំងមែនតើហ្មងចាក់ទឹកពីង បាទចាក់ទឹកពីងអាណាស្រុកអ្នកភូមិហ្នឹងគឺមិនមែនថាចាក់ទឹកមែនតើទេរហូតដល់ម៉ោង12យប់ហ្នឹងគឺអើយឆ្កែវាលូវាអីចឹងទៅវាព្រោះវាធម្មតាណាបងរហូតដល់71ឆ្លង71គឺចាប់ដើមបារម្ភតាមផ្ទះតាមអីគឺគេដុតភ្នក់អីគឺមានអារឿងហេតុហ្នឹងទៀតគឺគេដុតភ្នក់តាមផ្ទះហើយមកភូមិគឺគេដុតទាំងអស់មានចង្វើមានអីគេដុតនៅគោធ្វើម៉េចឲ្យបានមកយប់ទៅភ្លឺឲ្យវានេះអញ្ចឹងណាបាទខ្លះទៀតគេគោខ្លះទៀតគេដាក់ខ្ជូងធ្វើម៉េចឲ្យវាងើកពេលហើយយើងធម្មតាយើងមិនតន់ដេកទេយើងនៅចាំមើលចុះកាឡូខ្លាចចោលលួចចូលលួចរបស់ទ្រព្យអញ្ចឹងណាហើយចាំមើលអ៊ំនៅគៀនផ្ទះខ្ញុំគាត់ថាអញលឺសលេងចាក់ទឹកពីងតែដល់ពេលទៅមើលទឹកពីងអត់មានសើមទេអញ្ចឹងណាគេដាក់ចាក់ថាអ៊ំម៉ៃចេះតែមានហ្មងចេះតែបន្លាចអើយក្មេងៗក្មេងអត់ជឿអត់អីអញ្ចឹងណាខ្លាចអញ្ចឹងណាដល់ដើរតែចាក់ទឹកពីងហ្នឹងដល់អើយខាងមេភូមិយើងហ្នឹងក៏ដើរសែកហ្មងក៏ដើរសែកថាកុំបិទភ្លើងតាមផ្ទះអស់កុំបិទភ្លើងសូមបើកភ្លើងឲ្យមកយប់ទៅភ្លឺបើកភ្លើងបាទសំណុំពររបស់មេភូមិ បាទថាហើយកុំបើកភ្លើងកុំបិទភ្លើងអញ្ចឹងណាយើងបើកភ្លើងឲ្យវាភ្លឺមកយប់ទៅភ្លឺអញ្ចឹងណាហើយយ៉ាងងើកផ្ទះដែលយើងនៅត្រូវនៅមុខផ្ទះហ្នឹងគឺត្រូវឲ្យវាឆេះមកយប់ទៅភ្លឺដែរកុំឲ្យអាលត់សោះអញ្ចឹងកាលណាបើសិនជាអាលត់ទៅធម្មតាយើងចាស់បុរាណដែលគាត់ជឿជំនឿនឹងខ្លាំងថាអាមនុស្សខ្លាចភ្លើងខ្លាចអីចឹងទៅគាត់ជឿជំនឿនឹងខ្លាំងខ្លាចគាត់ចូលវះពវៀននឹងខ្លាចចូលដល់ផ្ទះគាត់អញ្ចឹងគឺគាត់ចាប់ដើមដុតភ្លើងនឹងមកយកទៅភ្លឺនឹងចាបាទនេះសាច់យើងទី1ហងបាទហើយខ្ញុំចង់សួរបន្ថែមបន្តិចកន្លែងពេលដែលដឹកទៅមុនដំបូងកម្រងថាដឹកទៅពេទ្យបងហ៎បាទតែដល់ពេលពេទ្យគេប្រាប់មកវិញថាមិនបាច់យកមកអញ្ចឹងទៅយើងថាចិត្តទៅដល់ហើយពេទ្យនឹងថាមិនបាច់ទេយកមកទេអត់ខើមិនបើអត់ពវៀនបាត់ឯហ្នឹងអត់មានអីតទេបាទអត់ពវៀនបាត់ទេថាស្លាប់បាត់ហើយហ្នឹងអត់ស្លាប់បាត់ស្លាប់មែនអានេះមកខ្យល់គាត់ទេនៅមានហាមកខ្យល់ក៏គ្រួសារដឹកអាតេះហ្នឹងយកទៅវត្តបាទស្លាប់មែនអញ្ចឹងខ្ញុំសុំបន្ថែមចុងក្រោយតិចភ្លេចថាចុងក្រោយតិចគឺអ្នកស្រុកអ្នកភូមិហ្នឹងគឺគាត់ធ្វើពិធីមួយដែលថាដេញចង្អាយបាទធ្វើមិនទៅដេញចង្អាយហ្នឹងមិនគេធ្វើរោងនៅកណ្ដាលភូមិហ្នឹងគឺមុនលោកចូលរួមសូត្រមន្តបាច់ទឹកបាច់អីចឹងណាបងបាទដើម្បីឲ្យអ្នកស្រុកអ្នកភូមិហ្នឹងអ្នកខ្លះគេកាត់ធៀងថ្នោតថ្នោតយើងហ្នឹងធ្វើជាដាវវាយនេះចឹងធ្វើជាដាវហើយខ្លះទៀតយកអាកម៉ូបឆ្នាំងហ្នឹងយកមកគោះបាទគោះដេញចឹងហ្នឹងបាទគោះដេញចឹងហ្នឹងហូតពីចុងភូមិពីជើងទៅបងពីដងទៅជើងចឹងទៅក៏ពីលិចទៅកើតចឹងទៅយើងដេញតាមបែបបត់ចឹងណាបងខ្លះក៏ដេញខ្លះក៏គោះខ្លះក៏វាយព្រៃហ្នឹងហើយចេញចឹងណាវាយព្រៃហ្នឹងទៅដល់ពេលរហូតដល់ចុងភូមិយើងចាប់តាមដុតប្រជួយផ្អើលហ្មងបាទដុតប្រជួយផ្អើលហ្មងហើយលោកដែលត្រូវដែលព្រះអង្គដែលត្រូវសូត្រមន្តហ្នឹងគឺគាត់មកបាច់ទឹកមុននេះកន្លែងហ្នឹងបដិញ្ញចេញទៅមកតាំងពីហ្នឹងមកគឺគាត់លែងអីទៅបាទមានសេចក្តីសុខហ្នឹងហើយដោយសារមុនហ្នឹងយើងរៀងសពេចសពិលអាដបងពេលដឹកទៅពេទ្យជាមួយនឹងដឹកទៅ
វត្តមិនតិច ចា ខ្ញុំសុំសួរបងឯងបញ្ជាក់ទៅឲ្យគ្នាយើងគាត់សួរស្ដាប់ដែរដូចកន្លែងដែលតមកយើងដឹកគាត់ទៅពេទ្យអត់ទទួលក៏យើងដឹកមកវត្តយកតែម្ដង បាទអត់ទេយើងយកមកកាត់អស់វត្តតាមវត្តអដែលផ្លូវអដែលហ្នឹង ផ្លូវមួយគ្នាហ្នឹង បាទផ្លូវអដែលហ្នឹងតែគាត់ស្លាប់បាត់ហើយ តែគាត់ស្លាប់នៅក្នុងវត្តឬក៏ក្រៅវត្ត ស្លាប់នៅក្រៅវត្ត ក្រៅវត្តតែដៃគាត់ទៅអញ្ចឹងមក គាត់ដៃគាត់ទៅអញ្ចឹងហ្មងថាទៅដល់ពេទ្យហ្នឹងពេទ្យថាស្លាប់បាត់ហើយ អញ្ចឹងពវៀនគាត់ហ្នឹងយើងបូជាជាមួយនឹង ពវៀនហ្នឹងគឺយើងដាក់ចូលក្នុងពោះគាត់វិញ ដាក់ចូលវិញហ៎ បាទដាក់ចូលអាពវៀនដែលគាត់កង់ហ្នឹងគឺដាក់ចូលក្នុងពោះគាត់វិញបូជាទៅមួយគ្នាហើយកបាត់ហ្នឹងក៏ដាក់ចូលមួយគ្នាដែរប ូជាទាំងបាត់ ហើយពេលហ្នឹងល្បីមែនព័ត៌មានហ្នឹងសម្បីតែជនជាតិបារាំងក៏គាត់មកថតដែរចុះកាសែតដែរ តែនេះហ៎បងមកពីអីគាត់មុនអាគមឬក៏យ៉ាងម៉េចមានទាំងហេតុផលខ្លះហ្នឹងមូលហេតុ បាទតាមខ្ញុំដឹងដែលខ្ញុំនៅត្រូវហ្នឹងគឺលោកអាចារ្យគាត់ថាប្រមាថចិញ្ចឹមចូល គេដែលនិយាយតនេះថាប្រមាថតែយកចូល អ្នកខ្លះទៀតគាត់ថាខុសគ្រូខុសអីមាត់ខុសកអញ្ចឹងពេលដែលគាត់ទៅជួសាយអញ្ចឹងហ៎បង អត់ដឹងប៉ះដបងអ្នកណាអ្នកណី បាទអញ្ចឹងទៅចេះគេនិយាយផ្សេងនេះប៉ុន្តែអ្វីដែលខ្ញុំស្ដាប់ឮហ្នឹងគឺលោកអាចារ្យគាត់ថាប្រមាថទៅយកចូលតែថាមានវះពោះខ្លួនឯងអញ្ចឹងគឺនឹងសាហាវដែល ដោយសារ មនុស្សណាតែហ៊ានណាវះពោះខ្លួនឯង តែធ្វើមិនរួចទេបើថាអូខេស្លាប់ខ្លួនអីអញ្ចឹងអូខេតែបើថាស្លាប់ខ្លួនដោយជ្រើសរើសវះពោះខ្លួនឯងកាត់ពវៀនដូចមិនដែលលឺទេ បាទ ឥឡូវស្អាតតែខំដាតខ្លួនឯងមិនហ៊ានទៅខំឲ្យខ្លាំងហងមានអារម្មណ៍ឈឺ តើមានអីអុកមកទៅហឹងអីទៅអូខេ ហ្នឹងហើយ បាទសាហាវមែនពេលហ្នឹងល្បី ខ្ញុំស្ដាប់រឿងគាត់ឲ្យមានអារម្មណ៍ថាអ ប្រហោងពោះ ពេលដែលខ្ញុំខចូលនិយាយហ្នឹងវាអារម្មណ៍ថាពេលដែលខ្ញុំនិយាយហ្នឹងគឺអស់លេងហើយ ប្រហោងដែរខ្លាចដែរ អស់លេងហើយនៅម្នាក់ឯងទៀតនិយាយហ្នឹង ហ្នឹងហើយ តែពីរអ្នកសម្លេងស្ងាត់យំ ចង្កាត់ពេលខ្លះក៏មានឆ្កែព្រោះឲ្យដែរបាទ